បាទសុស្ដីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកប្រធានបទមួយទៀតទាក់ទងទៅនឹងសង្គ្រាមត្រជាក់ចំពោះឧបទ្វីបឥណ្ឌូចិនឬក៏តើសង្គ្រាមត្រជាក់ចំពោះឥណ្ឌូចិននៅទសវត្សរ៍ឆ្នាំ1950ដល់ឆ្នាំ1960នាំមកអ្វីខ្លះបាទអញ្ចឹងសូមលោកគ្រូលើកយកផលល្អឬក៏ផលវិជ្ជមានមកបង្ហាញទី1គឺធ្វើឲ្យប្រទេសនៅឥណ្ឌូចិនមានកម្ពុជាឡាវវៀតណាមទទួលបានឯករាជ្យទី2ធ្វើឲ្យប្រទេសនៅឥណ្ឌូចិនមានស្វ័យភាពក្នុងការដឹកនាំប្រទេសទី3ធ្វើឲ្យប្រទេសនៅឥណ្ឌូចិនមានការរីកចម្រើនអភិវឌ្ឍទី4ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពមានស្ថិរភាពនិងបានចូលជាសមាជិកអង្គការសហប្រជាជាតិបាទទី5បាទធ្វើឲ្យប្រទេសកម្ពុជាត្រូវបានប្រកាន់យកនយោបាយអព្យាក្រឹតបាទឥឡូវយើងមើលតកតងទៅនឹងផលអវិជ្ជមានឬក៏ផលវិបាកបាទ1បាទធ្វើឲ្យប្រទេសឥណ្ឌូចិននឹងគឺមានការគៀបសង្កត់ពីប្រទេសមហាអំណាចបាទធ្លាក់ចូលមនោគមវិជ្ជារបស់គេគឺសេរីនិងកុម្មុយនីសទី2ធ្វើឲ្យប្រទេសវៀតណាមត្រូវបានបែងចែកជា2គឺសេរីនិងកុម្មុយនីសឬក៏វៀតណាមខាងជើងកុម្មុយនីសវៀតណាមខាងត្បូងសេរីទី3បង្កឲ្យប្រទេសនៅឥណ្ឌូចិនបែកបាក់សាមគ្គីជាតិធ្លាក់ចូលទៅមនោគមរបស់គេគឺសេរីនិងកុម្មុយនីសហើយទី4ហ្នឹងគឺធ្វើឲ្យប្រទេសឥណ្ឌូចិនចាប់ដើមធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ឬគេហៅថាសង្គ្រាមភូមិសាស្ត្រនយោបាយដែលធ្វើឲ្យឥណ្ឌូចិនរលាយហិនហោចលើផ្នែកនយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌ហើយចុងក្រោយហ្នឹងគឺធ្វើឲ្យប្រទេសកម្ពុជាត្រូវបានប្រទេសជិតខាងឈ្លានពាន